ចប់បេសកកម្មលើឆាកអន្តរជាតិដេតស្រីនាថប្រកាសប្រមូលមូលនិធិជួយកងទ័ពនិងជនភៀសសឹកចាប់បេសកកម្មនៅលើឆាកអន្តរជាតិភ្លាមដេតស្រីនាថមិនបង្អង់យូរបានប្រកាសស្វែងរកជំនួយជួយដល់កងទ័ពជួរមុខនិងជនភៀសសឹកដែលទទួលរងនឹងការឈ្លានពានរបស់ថៃមកលើដីកម្ពុជាដេតស្រីនាថបានរៀបរាប់ថាមូលនិធិខ្មែររួមសាមគ្គីនាងខ្ញុំនឹងធ្វើការប្រមូលមូលនិធិដើម្បីទិញជាស្បៀងអាហារនិងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនជួយដល់បងវីរៈកងទ័ពនៅជួរមុខនិងពុកម៉ែបងប្អូនកម្ពុជាដែលបានភៀសសឹកតាមតំបន់នីមួយៗក្រោយពីទទួលបានជំនួយពីសប្បុរសជននានាដេតស្រីនាថត្រៀមនឹងយកជំនួយទាំងនោះទៅជូនដល់កងទ័ពនិងបងប្អូនភៀសសឹកដែលកំពុងរត់ភៀសខ្លួនរកតំបន់សុវត្ថិភាពគួររំលឹកផងដែរថាដេតស្រីនាថបានតំណាងកម្ពុជាទៅចូលរួមការប្រកួត Miss Charm នៅលើទឹកដីប្រទេសវៀតណាមដោយក្នុងឆ្នាំនេះនាងបាននាំកម្ពុជាចូលទៅដល់ Top 20ដែលធ្វើឲ្យកម្ពុជាមានមុខមាត់នៅលើឆាកអន្តរជាតិដេតស្រីនាថថែមទាំងបាននិយាយថាអ្វីត្បិតតែនាងមិនបានចូលទៅដល់ Top 10ប៉ុន្តែនាងក៏បានបើកទ្វារសម្រាប់កម្ពុជាចូល Top ទី20និងបានពាន Miss Charm Social Media 2025ផងដែរនាងសន្យាថានឹងបន្តភារកិច្ចជា Miss Charm Cambodia ឲ្យមានតម្លៃជាពិសេសគឺនាងនឹងខិតខំប្រឹងប្រែងបំពេញការងារខាងផ្នែកសប្បុរសធម៌និងផ្សព្វផ្សាយវប្បធម៌អរិយធម៌ខ្មែរ